រិមានអាចារ្យខ្លះទៀតហ្នឹងនិយាយទៅវាប៉ះពាល់លោកអាចារ្យហ្នឹងទៀតសុំទោសលោកអាចារ្យខ្មោចអាចារ្យដែននេះណានិយាយថាអាចារ្យខ្មោចនៅក្បែរនេះអាចារ្យខ្លះកូនចៅគ្នាអឡោះអាល័យសួរทั้งលោកអាចារ្យឲ្យម្ដាយខ្ញុំពុកខ្ញុំអនិច្ចកម្មទៅនេះយ៉ាងណាទៅក៏ទៅណាមកណាហើយបើតកឹមតែទៅណាទៅនាងក៏នៅនេះអាច3ថ្ងៃខ្លះថា7ថ្ងៃក៏វែលតែរោងប៉ុនណាចាំកូនធ្វើអីអានឹងមិនមែនជាពាក្យពេចទេណាពាក្យនឹងមិនមែនជាពាក្យដែលចេញមកពីពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអញ្ចឹងអាចារ្យនឹងក៏ពោលតាមព្រះសម្មាសម្ពុទ្ធសម្ដែងតែថាតាមនឹកឃើញខ្លួនឯងដែលល្ងងខ្លៅមិនដឹងស្អីនឹងទេអានឹងមួយអាត្មាប្រាប់អាចារ្យខ្លះគេនិយាយយ៉ាងឯង3ថ្ងៃ7ថ្ងៃបានទៅរកទីកន្លែងកើតទៀតមានគេថាញោមញាតដែលមិនដឹងក៏ចេះតែជឿគេទៅថ្ងៃនេះមកប្រាប់ថាអត់ទេឥឡូវនឹងសម្ដែងអំពីអ្នកដែលស្លាប់ទៅតើទៅតាមអីទៅណាស្លាប់ហើយទៅណាហើយថាអ្នកដែលស្លាប់ហ្នឹងតើមានអីស្លាប់មុនយ៉ាងអ្នកដែលស្លាប់នោះអ្នកដែលស្លាប់ជំងឺកម្លាំងដែលខ្សោយទៅហើយស្លាប់មុនគេគឺទ្វារទាំង5ទ្វារទី1គឺភ្នែកស្លាប់មុនណាញោមញាតចាំមើលណាឈឺចិត្តស្លាប់ទៅមើលបើនេះឡើងសដាមទាំងអស់ហ៎តែចុសាក៏ឲ្យតែតអីមើលអីអត់ឃើញទេវាដាមអត់ទទួលពន្លឺទួលរូបអីអត់បានគេងាប់ទ្វារមួយហើយចាក់ខុកទ្វារនោះវាងាប់ហើយទ្វារទី2តិចក៏ស្លាប់មុនអ្នកណាស្រែកអ្នកណានិយាយអីក៏មិនស្ដាប់បានទទួលបានស្លាប់ហើយទី3ច្រមុះស្លាប់មុនជីវិតដែរអ្នកណាយកក្លិនក្អូបឈ្ងុយអីទៅដាក់ក្នុងច្រមុះក៏ទទួលអត់ដឹងដែរទី4គឺដាតយករសជាតិផ្អែមប្រៃទៅដាក់ទទួលអត់បានទេក៏ងាប់ហើយទី5កាយណាទៅស្ទាបក៏មិនដឹងបានន័យថាវាឈប់ទទួលដឹងឲ្យเขาស្លាប់មុនណាហ្នឹងបានវិញ្ញាណហ្នឹងវាស្លាប់ទៅក្រោយវាដាច់ទៅក្រោយវាអត់មានទទួលឲ្យបានទេសួរតើតំណានឯវិញ្ញាណហ្នឹងទៅតាមអីយ៉ាងទៅយល់អញ្ចឹងលោកសំដែងប្រាប់ថាមនុស្សដែលចិត្តស្លាប់ធៀបឧបមាបីដូចជាសត្វដង្កូវបាក់ខ្នងដែលឃើញដង្កូវបាក់ខ្នងមានយាយណាស្គាល់ដែរឃើញទេអាសត្វដង្កូវបាក់ខ្នងមុននឹងវាធ្វើដំណើរផ្លាស់កន្លែងពីកន្លែងមួយកន្លែងមួយវាអើតក្បាលចេះសិននេះអាជើងក្រោយវាចាប់ក្នុងបង្កងតែខាងមុខវាឈោកវារេរមើលមានមេឃណាបង្កងណាច្បាស់បានវាចាប់អាមុខទៅវាលេងអាក្រោយទៅចាប់យ៉ាងណាមិនមនុស្សយើងស្លាប់អញ្ចឹងឯងឃើញទេមុននឹងស្លាប់នោះគឺខំមโนចិត្តណាត្រេះរិះនឹកឃើញរោគអារម្មណ៍រឿងរ៉ាវដទៃដែលខ្លួនធ្វើហើយនឹងពីកាលណាបនក្តីបាបក្តី
ព្រោះមនុស្សម្នាក់មិនដែលណាទៅធ្វើបាបទាំងអស់ទេមកជីវិតក៏មិនដែលទៅធ្វើបុណ្យអីទាំងអស់ត្រឹមត្រូវមានលាយច្រឡំនេះខ្លះយើងជាតិជាបតិជនវារលឹកនឹកឃើញវាជារេរងឯមិនទាន់ច្បាស់លាស់ទេដូចក៏បើណាឬว่ารោកន្លែងមិនទាន់ឃើញនឹករលឹកហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងតែយថាកម្មੰគុមិសន្តិបញ្ញបាបលោបគាសត្វដែលស្លាប់ទៅមនុស្សដែលស្លាប់ទៅវាទៅតាមការនឹកឃើញចងចាំណាពេលហ្នឹងណាកំពុងតែរេចងចាំជាងការនឹកឃើញបន់ជាការនឹកឃើញបាបដល់អាចុងក្រោយហ្នឹងអត្តកម្មយកតែនឹកឃើញបាបទៅកាន់ណៃទុគតិទៅនឹកឃើញអំពើបន់ទៅកាន់សុគតិនេះអត្តកម្មចុងក្រោយហ្នឹងនឹងសវជ្រាបអញ្ចឹងវាតកាលណាតនឹករលឹកឃើញហើយចាប់អាមុខហើយលេងអាក្រោយបានដាច់ខ្យល់វិញ្ញាណលះបង់អារូបកាយទៅចាស់ហ្នឹងទៅកាន់អាកន្លែងថ្មីភពថ្មីវាទៅតាមចាំបានប្រយ័ត្នអាពេលស្លាប់ហ្នឹងតនឹកឃើញអំពើអាក្រក់ទៅកាន់ទុគតិឃើញអំពើល្អទៅកាន់សុគតិហើយហ្នឹងចឹងចុងក្រោយរួចមនុស្សយើងមុននឹងស្លាប់វាត្រូវឃើញនិមិត្ត3យ៉ាងមុននឹងស្លាប់នោះមុនដាច់ខ្យល់អាមួយគេហៅកម្មឃើញការងារអំពើដែលយើងធ្វើនឹងមើលឃើញខ្លួនឯងដូចមើលទូរទស្សន៍ហ្នឹងមើលឃើញម្នាក់ឯងឃើញខ្លួនឯងឃើញខ្លួនកំពុងតែធ្វើណាប្រហែលជា4-10នាទីរលត់នឹងបាត់ទៅកើតកម្មនិមិត្តមួយទៀតអាកម្មនិមិត្តឃើញតែការងារដែលខ្លួនធ្វើទេមិនបាត់រូបហើយឃើញតែធ្វើតែធ្វើឃើញប៉ុណ្ណឹងតិចទៀតទៅអានិមិត្តទី2បាត់ទៅនិមិត្តទី3គេហៅកតិនិមិត្តកតិនិមិត្តហ្នឹងគឺផលនឹងកើតឲ្យហើយផលបន់ឃើញឋានសួគ៌ឃើញទេវតាឃើញកិយោរទេសឃើញយានយន្តក្រេស្នែងអីមកទទួលយកទៅសម័យខ្លួនឃើញចឹងអាហ្នឹងកុសលអាចបើរលឹកឃើញអកុសលឃើញនរកអើឃើញយមបបាលឃើញលំពេងឃើញធ្នូស្នាឃើញភ្លើងបណ្ដាលឲ្យឃើញហ្នឹងអាហ្នឹងមាន2ហ្នឹងឯងឃើញមួយណាចុងក្រោយទៅអាហ្នឹងចាប់អាហ្នឹងទៅអាហ្នឹងក៏ហៅកតិនិមិត្តដែលជាផលរបស់កម្មហ្នឹងឲ្យបុគ្គលហ្នឹងឃើញដំណើរហ្នឹងវាយ៉ាងមិនត្រូវឲ្យយល់ចឹងទៅតាមចាំចិត្តដាច់ខ្យល់តែនឹកឃើញចាំរឿងល្អកើតឡើងទៅល្អចាំរឿងអាក្រក់ទៅអាក្រក់នេះបានអ្នកខ្លះឆ្ងល់សួរថាអញ្ចឹងមនុស្សយើងអ្នកដែលធ្វើបាបនិងធ្វើបុណ្យតើស្លាប់ទៅកាន់បាបទៅបុណ្យមុនថាវាអត់មានប្រកបមានកំណត់ទេវាស្រេចសម័យខ្លួននឹកឃើញអីទៅអាហ្នឹងហើយស្រេចយើងនឹកឃើញអីទៅអាហ្នឹងហើយទៅអត់មកសោយបាបវិញទេតើវាអស់អារទៅមកទទួលបាបវិញប៉ុន្តែនឹកឃើញអាណាទៅអាហ្នឹងមុនទៅអស់អាហ្នឹងបានមកទទួលហើយតែផុតមិនផុតទេក៏បានគេបបួលធ្វើបនលៀងបាបអីក៏មកទៅជឿទៅធ្វើចេតថាទៅពុទ្ធសាសនាបននឹងបាបលៀងដូរគ្នាអត់បានទេបើនៅទីណាអាចចាំរឿងមួយទៀតបញ្ជាក់រឿងមួយទៀតបានលោកអ្នកប្រាជ្ញលោកបញ្យល់នោះថាអ្នកដែលស្លាប់ទៅវាអត់ប្រកបទៅបុណ្យទៅបាបអីទេពុំមែនมันមានកំណត់តែក្នុងសាសនាព្រះសម្មាសម្ពុទ្ធអត់កំណត់ថាអ្នកបាបស្លាប់ឲ្យទៅបាបមុនអស់ផលបាបបានមកសោយបុណ្យឬក៏អ្នកបុណ្យទៅបុណ្យមុនទៅអស់ផលបុណ្យបានមកសោយអត់មានទេ
វាស្រេចសម័យខ្លួនឯងនឹកឃើញអីទៅអានឹងមុនហើយលោកធៀបឧបមាដូចជាគោមកវងស្រុកយើងសត្វអ្នកមានគោវងអញ្ចឹងខំបាដាគោវងមានឈ្មោលផងមេផងចាស់ផងកូនខ្ចីផងមេកំមុំមកឈ្មោលកំឡោះហើយក៏ថាមានវិចម្រុះមកវងនោះហើយគេដេញទៅដាក់ក្រោលយប់ឡើងមិនបញ្ចូលក្រោលដល់ព្រឹកឡើងគេទៅលេងបើកទ្វារក្រោលលេងវាយើងសួរថាលេងទៅគោណាចេញមុនគេគោចាស់គោក្មេងឬមេឈ្មោលចេញមុនគេនោះថាសម្រាប់អាណាដែលវាឆោងទ្វារក្រោលអាណាទៅមកក៏ថាបាននឹងចេញមុនគេយល់ទេស្អាប់បានអូនៅតែមិនយល់ទៀតគោយើងដាក់ក្នុងក្រោលមកវងក្រោលវាមានទ្វារវាដល់យើងអ្នកទ្វារគោយើងទៅបើកទ្វារក្រោលចេញអាគោណាដែលវាឆោងមុខក្រោលគោមេគោអញទ្វារក៏ទៅបាននឹងចេញមុនហើយយល់ទេអាយ៉ានៅតែមិនស្ដាប់ទៀតតែមិនយល់ទៅមិនអស់ពិធីហើយនេះមើលនោះយាយដល់ចាស់ជាងក៏យល់ឯងក្មេងជាងមិនយល់ចឹងទៅមិនទៅអាណាដែលមកនៅមុខទ្វារក្រោលហ្នឹងណាកូនក្តីចាស់មេឈ្មោះនៅឆោងក៏បាននោះចេញមុនហើយអូត្រឹមនឹងបានយល់ឯងឡើងបាក់ញើសមិនចាស់ថ្លៃហើយអានោះចេញមុនយល់ទេអានោះវាសម្រាប់នៅសម័យខ្លួនទេយល់ទេតែយើងនឹកឃើញអីទៅអាហ្នឹងហើយមិនមែននាំណាយកទៅដាក់ទេគុំទៅជឿថាអាចារ្យណាយោគីណាបកែនាំពលឹងម៉ែពលឹងយកទៅដាក់នៅអត់មានទេទៅតាមវិញ្ញាណរបស់អ្នកនោះចិត្តរបស់អ្នកនោះមโนរបស់អ្នកនោះដែលធ្វើខ្លួនឯងហ្នឹងមានតែកម្មគឺការងារដែលខ្លួនធ្វើកម្មគឺការងារដែលយើងធ្វើហ្នឹងណាល្អអាក្រក់ទាំងបានខ្លួនយើងអត់មានទីពឹងណាបានទេដូចជាអាចារ្យនេះដែលយកមកក្នុងពិធីបុណ្យសពនេះតាំងពីកើតមិនទាន់អនិច្ចកម្មអាចារ្យក៏មានទៅធ្វើអីទៅក្រឹមតែមកដឹកនាំរៀបរំដាប់ពិធីសាងសាសនាទេអត់ទៅមានទាកតងឲ្យអ្នកដែលស្លាប់នឹងបានទេសូមឲ្យយល់ចឹងគ្មានអ្នកណានាំណាបានទៅណាទេវាស្រេចតែនឹងវិញ្ញាណចិត្តរបស់អ្នកនោះឲ្យនឹករលឹកឃើញអីអាហ្នឹងខ្លួនទីពឹងខ្លួនអត់មានអីទេនឹងសូមជាគុំសង្ឃឹមថាអ្នកណាមកយឹតមកយោងអីយើងទៅដាក់ឯណាអត់មានទេទៅព្រោះតែកម្លាំងផលការងារដែលយើងធ្វើនឹងដោយជាបាសកបាសិកាសប្តាហ៍ដែលជ្រះថ្លានឹងសាសនាដែលខំធ្វើទានរសាសិលចម្រើនសមាធិវិបស្សនាទៅអសតតែជាកម្មជាអំពើកុសលដែលយើងធ្វើហើយបើយើងបានធ្វើឲ្យបានច្រើនសន្សំអប់រំកាយវាចាចិត្តរបស់យើងឲ្យបានចាស់រឹងក្រាទៅយើងអត់វង្វេងទេយល់ទេមិនវង្វេងទេដល់ពេលស្លាប់យើងនឹករលឹកតែកុសលផលបុណ្យនឹងឯងបើយើងនឹករលឹកចាស់ដល់ផុតទៅកាន់សុគតិបានដល់ប្រយ័ត្នអពេលចិត្តស្លាប់ណាបានជាក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធឲ្យយើងអប់រំកាយវាចាចិត្តបញ្ញាយើងឲ្យរឹងដែលថាយើងរក្សាសិលចម្រើនសមថៈនិងវិបស្សនាហ្នឹងឲ្យរឹងមាំទៅចិត្តយើងអត់ឃ្លីងឃ្លងទេព្រោះយើងអប់រំចិត្តយើងមាំហើយខ្លាំងក្លាហើយយើងបដោតចិត្តទៅលើតែកុសលនឹងឯងនឹងសូមឲ្យញោមញាតិជ្រាបទាំងអស់
អត់មានទីពឹងអាណាបានទេទោះបីអាចារ្យមកក៏មិននឹងជួយធ្វើឲ្យយើងបានខិនតែជួយរៀបរំដាប់ជាប្រពៃណីទំនៀមទម្លាប់ប៉ុន្តែដល់ពេលស្លាប់នោះអានឹងអត់ទៅរួចទេมันអាចជួយយើងបានទេសូមឲ្យជ្រាបតែប៉ុណ្ណឹងតនឹងដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាអត្តាហេអត្តណោនិថោខ្លួនជាទីពឹងរបស់ខ្លួនឥតមានអ្នកណាមកជាទីពឹងខ្លួនបានទេរួចសាសនាពាក្យទូលមានព្រិនបដៅរបស់ព្រះសម្មាសម្ពុទ្ធលោកបញ្រៀនឲ្យយើងធ្វើការងារតាអត់បញ្រៀនឲ្យយើងទៅសុំគេទេมันមានទេទៅឲ្យគេមកសាងជោគវាសនាឲ្យយើងអត់មានណាមកសាងបានទេមានតែខ្លួនយើងសាងខ្លួនយើងសាងដោយកាយវាចាចិត្តរបស់យើងធ្វើឲ្យស្អាតឲ្យល្អអានេះក៏សាងខ្លួនឯងហើយសម្រាប់ជោគវាសនាខ្លួនឯងដោយខ្លួនឯងឥតមាននរណាមកសាងមកធ្វើឲ្យយើងបានទេបើញោមញាតនៅតែធ្ងន់ចិត្តថាអញចាំធ្វើអីទេចាំតែចិត្តស្លាប់ទៅហៅអាចារ្យដែមនឹងឲ្យមករៀបឲ្យណាអាចារ្យដែមអាយោគីនេះដឹកអំនេះណាស៊ូទៅអាចារ្យដែមទៅនេះថាមកដឹកពលឹងណាយកតែក៏មិនដែលទេគាត់ក៏មិនបានទៅនេះអង្គគាត់មកជួយរៀបចំលំដាប់ពិធីសាសនាអីទេតែទៅណាមកណាស្រេញសម័យខ្លួនទេអញ្ចឹងអានឹងសូមឲ្យញោមញាតជ្រាបប្រកបអញ្ចឹងរួចឥឡូវណែឧបាសិកាដែលជាមេត្តានេះហង្ហួរនេះគាត់លះលោកទៅបាត់ឲ្យសមានតែគាត់ដឹងថាកូននេះធ្វើអីទេសមានតែគាត់នៅមើលថាចាំមើលមកកូនអញគេយំអញមិនគេតម្កល់អញធ្វើប៉ុនយ៉ាងម៉េចគេធ្វើមេដុតអញយ៉ាងម៉េចសមានតែគាត់នៅមើលទេអត់ដឹងទេកុំបើកុំសមានកូនចឹងព្រោះគាត់មានកន្លែងមួយគាត់ទៅនៅបាត់ហើយអត់មានដឹងអីទេអានឹងជាកម្មវិធីរបស់យើងទេអ្នកតបស្នងសងគុណគាត់មិនបានពើអីមកមើលយើងរងចាំមើលអត់តទេតលសោះអ្នកដែលលះលោកទៅកាន់លោកខាងមុខក៏ទៅកើតស្អីក៏នឹងបាត់ទៅហើយមានទៅដឹងថាយើងធ្វើអីអត់ដឹងទេអារូបរាងកាយរបស់យើងទុកដូចជាផ្ទះតាមបានទេរូបរាងកាយរបស់យើងទុកដូចជាផ្ទះអាវិញ្ញាណនឹងទុកដូចជាយើងអ្នកម្ចាស់ផ្ទះដល់យើងអ្នកម្ចាស់ផ្ទះនេះដល់យើងមានដំណើរចេញទៅណាបាត់ទៅអាណាធ្វើអីផ្ទះយើងក៏យើងមិនទៅដឹងដែរព្រោះយើងទៅនៅបាត់ដែរយល់ទេយើងទៅនៅអត់ដឹងទេអានឹងកុំឲ្យស្រម៉ាំងស្រមៃចេះតែជឿគេជឿឯងតែផ្ដេសផ្ដាំមានអ្នកដើរកុហកនឹងក៏វិច្រើនដើរកុហកបោកប្រាស់គេនោះមានខ្លាំងអង្គុយតាមមើលខ្មោចនឹងផងកូនគ្នាឡៃខ្លាំងនឹងម៉ែឪសួរលោកអាចារ្យអើយខ្ញុំចង់ដឹងម៉ែខ្ញុំទៅណាឋានសក់ល្អអីប្រាប់ថាអីទេនៅអង្គុយធ្វើទៅឃើញទៅកើតកន្លែងសក់ហើយសក់វិជើងការមិនតែអាចារ្យប្រសក់ផងមានអ្នកប៊ូយើងនឹងក៏យ៉ាងទៅទៀតលុះធ្វើនឹងតាមទៅមើលខ្មោចថាទៅណាមកណាដឹងបានអត់វិចេថាទៅហើយប៉ុន្តែអ្នកក៏ហក់អាអ្នកបោកប្រាស់មានមិនសូវអីទៅអាត្មាសំណោះទៅអ្នកដែលមិនដឹងអីសោះទៅជឿតែអាមនុស្សក៏ហក់បោកប្រាស់ទៅវិចេទៅសំណោះអាអ្នកដែលមិនដឹងអីទៅជឿអាអ្នកបោកប្រាស់ណាមើលសំណោះអ្នកដែលល្ងងតាបានដែរញោមណាដែលអាត្មាមកថ្ងៃនេះសំដែងប្រាប់ដល់ញោមញាតិពុទ្ធបរិស័ទអំពីអ្នកដែលស្លាប់ទៅហើយរួចយើងអ្នករស់ធ្វើអីទេវាដាច់ពីគ្នាអត់វាដាច់ពីគ្នាស្រឡះអត់តាកតងអីទេតាមបានទេហើយកុំទៅជឿណាថាស្ដីអីតាមទៅមើលខ្មោចជូនខ្មោចទៅដាក់តានសួរសត្វតបោកប្រាស់ទៅទាំងអស់នឹងឯងគ្មានណាដឹកណាទេអត់មានទេទៅតាមកម្លាំងផលកម្មដែលខ្លួនបានសាងសន្សំល្អអាក្រក់យ៉ាងណានោះគឺទីពឹងប៉ុណ្ណឹងឯង
นั่นจ้ะលោកអ្នកប្រាជ្ញលោកតែងជាច្បាប់ក្បួនបញ្យល់យើងទៀតនៅថាពាក្យថាអំពើកើតពីការធ្វើបល័យហៅកម្មព្រះពុទ្ធប្រាប់ថាឲ្យសត្វចងចាំសុខទុក្ខសឹមតឹមកើតពីអំពើព្រះពុទ្ធប្រាប់ចេះសេចក្តីសុខទុក្ខរបស់យើងទាំងអស់គ្នាកើតតែពីកម្មគឺអំពើដែលយើងធ្វើហ្នឹងឯងបើយើងឮពាក្យកម្មយើងអត់យល់ទេមិនយល់ថាកម្មជាអំពើការងារដែលយើងធ្វើរវើកហ្នឹងឯងអាហ្នឹងឯងតែថាគាត់ងាប់ទៅហើយតែមកយកសពបូនថាល្ងាណាស់អត់គួយកណ្ដប់តែអាហ្នឹងវាមិនប្រកាសច្បាស់លើសយកជាការអីបានទេតែបានទេព្រោះអ្នកដែលស្លាប់វាមិនដែលនៅកវែលមើលកូនអញក្រមានអីហ្នឹងទេយល់ទេតែអាត្មាទៅរោទីបានហើយបានទៅនៅដូចទៅបាក់ណប់បើទៅរកអាកន្លែងនៅមិនដែលលេងអាហ្នឹងទេមិននៅកំពុងតារីអញ្ចឹងអញយល់ទេអញ្ចឹងទៅរកកន្លែងបាននៅបានលេងពីហ្នឹងទៅនៅពុកហ្នឹងហើយសុកទុកអីទៅណាប៉ុន្តែវាមានប្រភេទអ្នកស្លាប់មួយប្រភេទគេហៅសម្ភវេសីអាសម្ភវេសីកាស្លាប់ទៅវាមិនទាន់បួលលឿនពេកគឺមិនទាន់បានមានវិញ្ញាណហ្នឹងវាឆ្ពោះទៅរកអីវាមិនទាន់ចាប់ទៅលើយបានមានដែកគេហៅសម្ភវេសីវាក៏មិនដែកមករយៈទេរំរោទីកើតបានប៉ុន្តែអានោះវាតិចណាសម្ភវេសីបើដែលអាអ្នកធ្លាក់ពីដើមឈើមកព្រុសស្លាប់ភ្លាមមានបានគិតអីអានោះវាគ្មានកន្លែងតោងណាត្រូវក្របកំភ្លើងមិនដួលប្រោភ្លាមហ្នឹងមិនទាន់បានតោងលើអីសាបានទេហ៎អោមានប៉ុណ្ណាអញ្ចឹងមានមួយតាបងមួយទេហើយបើថាម៉ែឲ្យយើងស្លាប់ឲ្យនៅតាមភូមិអីវិចបង្វិចដើមមកក៏អត់ទេស្អាតមែនទេក៏ត្រូវទៅកាត់កន្លែងមួយបានទៀតហើយឥឡូវអាត្មាជាងរៀនអញ្ចឹងលោកនិយាយពីបដិសន្ធិរបស់សត្វអ្នកដែលមានបុណ្យត្រូវទៅកើតក្នុងសុគតិក្នុងឋានសួគ៌លោកថាលឿនណាស់លោកថាធៀបឧបមាដូចដៃយើងបត់អញ្ចឹងគ្រាន់តែយើងលាតខ្វាក់អានឹងទៅកើតឋានសួគ៌ពេញកំមុំពេញសន្ទងនៅត្បាត់ទៅវាលឿនហ្នឹងតែប៉ុណ្ណឹងភ្លេចទៅនរកក៏ដូចតែគ្នាឡាហាណាតែដាច់ខ្យល់មិនក៏ក្រឹមរត់តែកូនបាំងស្គលដើរអីក៏មិនទាន់បើនរកបាត់វាលឿនណាបដិសន្ធិហ្នឹងរបស់ពួកសត្វហ្នឹងណាចាំលោកធៀបអបមាថាលឿនណាដៃដែលបត់ក៏លាកខ្វាក់ដល់ទៅដាច់ខ្យល់មិនដល់ទៅនោះភ្លាមមិនលឿនមានស្អីនៅអត់មានទេហើយមានតែពួកសម្ភវេសីមកក្រុមដែលពេលស្លាប់លឿនពេកក៏តិមិនទាន់បានតោងមិនទាន់បានលឹកទៅលើអីណាអានឹងសូមឲ្យយល់អញ្ចឹងបើអញ្ចឹងសូមឲ្យញោមញាតិគ្រប់គ្នាទាំងអស់កុំរំពឹងអាចារ្យគ្មានអាចារ្យណាជួយយើងបានមានតែខ្លួនឯងជួយខ្លួនឯងចាំបើសង្គមលើអាចារ្យចាំបបាក់ទៅធ្វើបុណ្យធ្វើកុសលធ្វើអីចាំតែពេលជាស្រាអាចារ្យក៏នាំទៅដាក់អោយហើយមានអាចារ្យទៀតថាអើយនឹមនៅបានជូនម៉ែឯងឪឯងទៅដាក់ឋានសួគ៌ណាយបានអាត្មាវាចេះតែឆ្ងល់ថាចឹងមនុស្សម្នាក់គេប្រាថ្នាទៅតែកើតឋានសួគ៌ទេវតាចាំបើអាចារ្យនឹងទៅដល់ហើយមកធ្វើស្អីវិញលះអាមនេះហ៎មិនទៅនៅឯនោះហើយបើទៅដល់មិនទៅនៅនោះហើយមកធ្វើអីវិញមិនគិតអ្នកណាក៏ប្រាថ្នាទៅសុខតែចាំបើខ្លួនឯងទៅដល់មកធ្វើអីវិញឲ្យគេប្រើចង់ស្លាប់នឹងខ្មោចមួយទៅរឹមនៅងឹបមកយាមនឹងតាំងពីកើតនៅរត់ធ្វើបន់មកអាទិត្យពីរមកធ្វើអីឡាអំគេប្រើចង់ស្លាប់ទៅហ៎ទៅដល់ណាទៅនៅហ្នឹងទៅនិយាយសត្វរឿងកុហកអានេះក៏តែមកនិយាយនេះក៏មកស្ដែងទៅទេសនាក៏ប្រាប់ញោមកុំឲ្យសៅលងងច្រើនពេកទៅចាញ់តាបោកគេហ្នឹងឯងអាត្មាប្រាប់ធ្វើពេទ្យណាញោមណាប្រាប់រឿងពេទ្យរិទ្ធពុទ្ធសាសនាបញ្ជាក់ថាអត់តេតងអីនឹងខ្មោចទៅតែសោះតេតងទៅនឹងមនុស្សរស់ទេអានេះកម្មវិធីមនុស្សរស់ដែលព្រះសម្មាសម្ពុទ្ធថាកូនចៅក្តី
ត្រូវតែដឹងគុណដល់អ្នកដែលមានគុណគឺអញ្ចឹងឯនឹកកម្មវិធីអ្នកដែលរស់តែគេធ្វើណាឧទាហរណ៍នេះយើងអត់ទៅជូនទៅម៉ែយើងអត់ទាំងដឹងផងតែយើងធ្វើបន់ហ្នឹងជូនទៅគេក៏អត់ដឹងផងមានជាតបានទេបើជួនកាលគាត់ដឹងក្តីមិនដឹងក្តីរឿងរបស់ផាន់កើតអត់ជារឿងរបស់យើងមនុស្សរស់ទេព្រោះសម្មាសម្ពុទ្ធលោកឲ្យយើងដឹងគុណបានជាមានធ្វើកតញ្ញូកតវេទីកតញ្ញូយើងដឹងគុណគាត់កតវេទីតាគឺដឹងគុណឲ្យយើងធ្វើនៃបុណ្យនៃធ្វើកម្មនេះឲ្យទៅជួមានពីរអញ្ចឹងកិច្ចរបស់យើងទេរួចយើងធ្វើក៏ពុទ្ធលោកសម្ដែងថាมันប្រកាសជាបានទេអ្នកនោះអត់ប្រកាសជាបានទេជួនក៏បានជួនក៏មិនបានវាស្រេចអ្នកនឹងស្លាប់ទៅកើតក្នុងភូមិដែលគួរទទួលបានទទួលបានអត់គេនេះសត្វផ្សងតែធ្វើបន់កែងិតបើយើងមិនធ្វើវាអត់បានតែយើងមិនធ្វើឈ្មោះតែយើងនេះកូនមិនដឹងគុណណាកតញ្ញូមិនដឹងគុណម៉ែឪមានទោសមួយទៀតការមិនដឹងគុណបាបមួយទៅទៀតបានអតិតងតែយើងអ្នករស់តែក៏មិនសម័យអីដែលគាត់អញ្ជើញទៅហើយក៏គាត់ទៅតាមយថាកម្មដែលគាត់ខំសំសាងបណ្ណាមានតែប៉ុណ្ណឹងឯងដែលគ្រប់ត្រូលគាត់ឲ្យទៅកើតទៅគាត់ទីពឹងបើគាត់ហើយបានសរុបសេចក្តីថាពុទ្ធសាសនាមិនតាកតងនឹងមនុស្សស្លាប់ទេតាកតងទៅនឹងមនុស្សរស់ទាំងអស់នោះឯងនេះសូមឲ្យយើងញាតិយល់ឥឡូវនេះនិយាយពីធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធដែលសម្ដែងទុកឲ្យមនុស្សរស់ព្រះធម៌ដែលព្រះអង្គសម្ដែងឲ្យញោមញាតិណាក៏ដឹងដែលថាមានចំនួន 84000 ធម្មខណ្ឌទោះបីមិនដឹងធម្មខណ្ឌនេះធ្វើអីក៏ដឹងខណ្ឌនឹងចំនួនដែរមើលញោមញាតិខ្លះប្រាថ្នាថាធ្វើបន់ប្រាថ្នាទៅកើតជាតិមុខឲ្យជួបទៅនឹងព្រះច្បាស់ទៅនឹងធ្វើប្រាថ្នាទៀតប៉ុន្តែធ្វើមិនរៀនធ្វើមិនស្ដាប់ថ្មីបានច្បាស់ទៅចាញ់តែបោកគេធ្វើច្បាស់នេះសំដែងធ្វើឲ្យស្ដាប់ឲ្យច្បាស់លើហើយច្បាស់ធ្វើឲ្យពុទ្ធដីការបស់ព្រះពុទ្ធហើយចឹងពុទ្ធ84000 ធម្មខណ្ឌឥឡូវឲ្យយល់បញ្ញានេះបញ្យល់ឲ្យយល់ហើយណាมันពិបាកមកប្រាប់ទៀតតែជឿថាយល់ហើយស្ដែងម្ដងធ្វើ84000 ធម្មខណ្ឌព្រះអរហន្តជាសាវកលោករៀបតាមពួកតាមក្រុមព្រះសម្មាសម្ពុទ្ធលោកសម្ដែងអត់មានពួកក្រុមសម្ដែងលាយចម្រុះទាំងអស់ទាំងនោះបើដល់ព្រះអង្គបរិនិព្វានទៅព្រះអរហន្តលោករៀបតាមក្រុមមាន3ក្រុម3ពួកញោមធ្លាប់លឺឲ្យព្រះវិន័យ3ដកប្រសូត3ដកអភិធម្ម3ដកមាន3ក្រុមណាព្រះវិន័យ3ដកមានចំនួន 21000 ធម្មខណ្ឌព្រះសូត្រ3ដកមានចំនួន 21000 ធម្មខណ្ឌព្រះអភិធម្ម3ដកមានចំនួន 42000 ធម្មខណ្ឌហើយយើងបូកមក 84000 ធម្មខណ្ឌឃើញទេនៅក្នុងគម្ពីរ3នេះគម្ពីរ3នោះថាព្រះវិន័យនឹងនិយាយអំពីអីថាព្រះវិន័យ3ដកជាតួសិលសម្រាប់ឲ្យពុទ្ធបរិស័ទនឹងគ្រប់គ្នាទាំងអស់សិក្សារៀនសិលហ្នឹងព្រោះថាសិលមានគុណភាពអីដែលយើងរក្សាសិលចាំបាច់ធ្វើអីថាសិលនឹងជាគុណជាតិដែលធ្វើឲ្យកាយវាចារបស់មនុស្សយើងនេះបរិសុទ្ធស្អាតយល់ទេកាយយើងមិនទៅសម្លាប់មិនទៅលួចប្លន់មិនទៅរំលោភប្តីប្រពន្ធមិនទៅកុហកគេមិនផឹកស្រាគ្រឿងញៀនគ្រឿងស្រវឹងអានេះយើងនិយាយដល់ត្រឹមតែថ្នាក់សិល5ទេនៅថ្នាក់សិល8ឲ្យខ្ពស់ជាងនឹងទៀតបាទនឹងនិយាយប៉ុណ្ណាអានឹងឲ្យយើងបរិសុទ្ធហើយគេហៅកាយសុចរិតវិជ័យសុចរិតឃើញទេវាស្អាតតែយើងរក្សាសិលសម្អាតកាយវិជាចិត្តយើងឲ្យស្អាតចុះបចំណែកព្រះសូត្រគឺតួសមាធិសម្រាប់ឲ្យយើងអប់រំចិត្តហើយនឹងការសន្សំកុសលផ្សេងដទៃបើកណ្ដឹងនិយាយថាឲ្យយើងអប់រំចិត្តដោយសមាធិចម្រើនកម្មដ្ឋានហ្នឹង
យើងចម្រើនកម្មដ្ឋានជាគុណភាពដែលធ្វើឲ្យចិត្តយើងវាស្ងប់កុំឲ្យចិត្តវាទេសសានៅវាមិនស្ងៀមសោះណាចិត្តយើងមិនចេះស្ងៀមឯណារហូតដល់មកចាស់ចិត្តខ្លួនយើងដេកលក់តែចិត្តវាមិនស្ងៀមនេះបានមកទៅកើតយល់សពយល់សោកណាស់ចិត្តវាល្វើបើចិត្តស្ងប់វាអត់ទៅឃើញទេកាលណាយើងចម្រើនធ្វើចិត្តយើងឲ្យស្ងប់ស្ងៀមដោយចម្រើនកម្មដ្ឋាននេះគុណជាតិហើយចាប់ព្រះអភិធម្មជាគុណជាតិដែលធ្វើឲ្យយើងមានបញ្ញាស្គាល់អាក្រក់ល្អទៀបខ្ពស់សោកទុំស្គាល់សេចក្តីពិតធម្មជាតិដែលកើតឡើងសង្ខារទាំងឡាយដែលកើតស្គាល់សេចក្តីពិតអត់ថាកើតហើយវាតែងតែប្រែប្រួលត្រឡប់ត្រឡិនហើយវាមិនទៀតក្នុងត្រៃលក្ខធម៌អនិច្ចំមិនទៀងរបស់ណាមិនទៀងវាជាទុក្ខរបស់ណាទុក្ខវាមិនមែនរបស់យើងទេឲ្យស្គាល់សេចក្តីពិតអញ្ចឹងវាប្រែប្រួលអញ្ចឹងសេចក្តីសោកសេចក្តីទុក្ខក៏វាមិនមែនមានស្ថិតវាផ្លាស់ប្ដូរទៅតាមពេលវេលាហ្នឹងគេថាបញ្ញាគឺយល់តែអញ្ចឹងយល់ទេនេះគម្ពីរទាំង3នឹងព្រះវិន័យព្រះសូត្រអភិធម្មហើយព្រះវិន័យព្រះសូត្រអភិធម្មនេះគេពោលផ្សេងទៅទៀតគេថាជាត្រៃសិក្ខាយើងជាបរិស័ទត្រូវរៀន3យ៉ាងហ្នឹងឲ្យត្រៃ3សិក្ខារៀនដល់កាលណាត្រៃសិក្ខាគេមិនថាព្រះវិន័យព្រះសូត្រអភិធម្មគេថាសិលសមាធិបញ្ញានេះច្បាស់ទៀតហើយតែព្រះវិន័យព្រះសូត្រគេថាសិលសមាធិបញ្ញាយើងត្រូវរៀនក្នុងទីនេះឈ្មោះថារៀនទ្រឹស្ដីរៀនបរិយ័តពុទ្ធសាសនារៀនបរិយ័តគឺរៀនទ្រឹស្ដីឲ្យចេះហើយយើងយកមកបដិបត្តិអានេះវាជារៀននឹងរៀនទ្រឹស្ដីបបាត់ឈ្មោះថារៀនទាំងអស់រៀនធ្វើស្កាយវាចាឲ្យស្អាតបានរៀនអប់រំចិត្តទៅអប់រំចិត្តស្អាតហើយនឹងសិលសមាធិគេដែរបានដល់បញ្ញាយើងយល់ដឹងអីខ្លះទៅដឹងសេចក្តីពិតសភាវៈដែលពិតធម្មជាតិពិតដែលកើតលើលោកវាប្រែប្រួលនៅដែលបុរាណដូនតាលោកថាវាមិនទៀងលោកថាថ្ងៃនេះឯងថ្ងៃស្អែកគេឃើញទេថ្ងៃនេះយើងបានសេចក្តីសុខយើងបានសេចក្តីទុក្ខជួបនឹងទុក្ខហ្នឹងដល់ស្អែកគេទទួលលេខតែយើងបានថ្ងៃនេះឯងថ្ងៃស្អែកគេថ្ងៃនេះយើងបានសុខថ្ងៃស្អែកគាត់តែអ្នកនោះគេបានសុខទៀតហើយថ្ងៃនេះយើងបានទុក្ខថ្ងៃក្រោយគាត់តែនោះគឺទទួលទុក្ខដែលវាអត់ទៀងហ្នឹងណាមិនទៀងថ្ងៃនេះឯងថ្ងៃស្អែកជេថ្ងៃស្អែកគេថ្ងៃនេះជេថ្ងៃស្អែកជេបើដែរអាណានៅតែជេអញ្ចឹងតរហូតមិនមានថ្ងៃជេបើដែរអាណាជេតរហូតមិនមានថ្ងៃជេនេះនោះអត់ទៀងថ្ងៃនេះបណ្ឌិតស្អែកពាលាថ្ងៃនេះបណ្ឌិតស្អែកឡើងកើតជាពាលឬមកត្រឡប់តលែងអញ្ចឹងថ្ងៃនេះវត្តនេស្អែកវិន័យថ្ងៃនេះចម្រើនស្អែកនឹងវិន័យនេះសត្វតែលោកអោយណាថារបស់អត់ទៀវផ្លាស់ប្ដូរអញ្ចឹងនឹងសត្វតែសង្ខារដែលកើតឡើងលក្ខណៈដែលវាកើតឡើងដល់យើងដែលសោកនឹងទុកវាផ្លាស់ប្ដូរហ្នឹងគេថាបញ្ញាដែលយើងស្គាល់ហ្នឹងអានោះត្រូវយល់នេះសិលសមាធិបញ្ញាវិសិលសមាធិបញ្ញានេះដល់លោកពំព្រួញឲ្យខ្លីមកទៀតច្បាច់បញ្ចូលឥឡូវយល់ណាបើធ្វើ84000លោករៀបច្បាច់មកនៅតែ3ទេនៅតែព្រះវិន័យប្រសូតអភិធម្មទេបាត់84000ណែមកក្តោបចូលអរិមនៅត្រឹមសិលសមាធិបញ្ញាឥឡូវពង្រួមមកទៀតច្បាច់សិលសមាធិបញ្ញានៅបញ្ចូលគ្នាមកយើងនៅត្រឹមធ្វើវិន័យទេកាន់តែរួញកន្លែងទៅទៀតធ្វើវិន័យនេះគេច្បាច់បញ្ចូលគ្នាមកទៀតនៅតែត្រឹមពាក្យធ្វើមួយម៉ាត់គេនេះបាត់សិលសមាធិនៅពាក្យធ្វើតែមួយម៉ាត់ពាក្យធ្វើមួយម៉ាត់នេះគឺបានន័យតែព្រះធ្វើវិន័យ84000មកនៅពាក្យធ្វើមួយម៉ាត់ពាក្យថាធ្វើមួយម៉ាត់នេះ
ធัวជាភាសាសំស្ក្រឹតបើបល័យថាធម្មៈយល់ទេស្ដាប់បានទេយើងថាអើយទៅរៀនធัวទៅសូត្រធัวភាសាសំស្ក្រឹតទេបើបល័យទៅធម្មៈក៏ខុសគ្នាយ៉ាងប៉ុន្តែយើងនិយាយភាសាសំស្ក្រឹតថាធัวប្រែមកថាសភាវៈដែលត្រត្រង់សត្វលោកមិនឲ្យធ្លាក់ចុះទៅកាន់ទីថោកទាបដើម្បីទុក្ខតិទីថោកទាបយ៉ាថោកទាបមិនថោកទាបតែละស្លាប់ទៅកើតនរកថោកទាបក្នុងជីវិតមនុស្សនេះវាគ្មានចំណេះចេះដឹងប្រព្រឹត្តអំពើអាក្រក់បាបកម្មផ្សេងផ្សេងដោយកាយដោយវាចាចិត្តប្រព្រឹត្តទៅលួចទៅប្លន់គេមានបានសក់ណាំគេតែនៅគុកនៅនឹងជ្រាវនៅសត្វតែពួនមិនបដិបត្តិធ្វើទលាក់ទៅកាន់ទៅទុក្ខតិក្នុងមនុស្សរស់នោះជាពុកទុក្ខតិតិក្រក់សត្វទៅផ្ដេសផ្ដាស់ជីវិតរស់នៅដោយសត្វធាតុដេរិឆានអានឹងព្រោះវាមិនបានបដិបត្តិធ្វើអានឹងឯងបានធ្លាក់ទៅកាន់ទីនោះដោយញោមញាតដែលបដិបត្តិធ្វើមានណាមានសិទ្ធិមានសេរីភាពរស់នៅធម្មតាព្រះធ្វើណាត្រូវត្រង់យើងមិនឲ្យទៅកាន់ទីនោះធ្វើឲ្យយើងថែរក្សានឹងឯងត្រូវត្រង់យើងឬមិនត្រូវត្រង់យើងតែក្នុងទីនេះទេដល់យើងអស់ជីវិតណាធ្វើត្រូវត្រង់យើងទៅកាន់សុគតិទៀតឃើញទេយើងទៅកាន់សុគតិទៀតបាទព្រោះយើងរក្សាធ្វើព្រះធ្វើរក្សាយើងពុទ្ធលោកសម្ដែងថាអ្នកទុក្ខតឹងកិច្ចតិធម្មចារីអ្នកដែលប្រព្រឹត្តធ្វើរសាធ្វើរមែងមិនធ្លាក់ទៅកាន់ទុក្ខតិព្រោះព្រះធ្វើត្រូវត្រង់អ្នកណាឲ្យផុតអំពីសេចក្តីទុក្ខនឹងពាក្យធ្វើមកមកត្រឹមយល់យ៉ាងរួចព្រះធម៌ទាំងអស់នឹងគេហៅថាជាអរិយមគ្គអរិយមគ្គគឺជាផ្លូវដែលព្រះអរហន្តទាំងឡាយមានព្រះសម្មាសម្ពុទ្ធលោកបានធ្វើដំណើរនឹងឆ្លងចេញពីសង្សារទុក្ខនេះទៅកាន់និព្វានបានដោយសារផ្លូវហ្នឹងដែលយើងហៅអដ្ឋង្គិកមគ្គផ្លូវទាំង8ព្រះសទ្ធម្មឯណាជាធ្វើប្រកបដោយអង្គ8ហ្នឹងមិនសូត្រមិញហ៎មិនគេសូត្រប្រែទេជាកន្លងដំណើរនៃព្រះអរិយបុគ្គលទាំងឡាយហ្នឹងហើយបើធ្វើ84000ហ្នឹងជាអដ្ឋង្គិកមគ្គបញ្រួមអដ្ឋង្គិកមគ្គសិលសមាធិបញ្ញាឃើញទេដែលរាប់មិញមុនមកនៅព្រះវិន័យព្រះសោតព្រះអភិធម្មតែឈ្មោះមួយថាសិលសមាធិបញ្ញានេះអដ្ឋង្គិកមគ្គសិលសមាវាចាសមាកមន្តៈសមាអាជីវៈសមាវាចាសម្ដីត្រូវសម្ដីល្អដែលមិនមានទោសនិយាយរឿងល្អមិនកុហកមិនភូតមិនផោមិនបោកមិនប្រាស់មិនតកោះបោះបោកទៅអ្នកដទៃមិននិយាយសម្ដីអត់ប្រយោជន៍ទៅញុះញង់អ្នកដទៃឲ្យគេកើតចំនួនឆ្លោះប្រកែកដោយសារយើងហ្នឹងអានេះគេសមាវិជ្ជាសមាកមន្តៈការងារដែលយើងធ្វើវាត្រូវល្អវាមិនមានទោសសមាអាជីវៈការចិញ្ចឹមជីវិតបរិសុទ្ធល្អ3ហ្នឹងជាតួសិលហើយគេដែរអើយសមាវាយាមៈសមាសតិសមាសមាធិសេចក្តីអសាព្យាយាមក្នុងកិច្ចការដ៏ត្រូវល្អសមាសតិការរលឹកនឹកចំពោះកុសលសេចក្តីល្អសមាសមាធិការតម្កល់ចិត្តឲ្យនឹងក្នុងអារម្មណ៍តែមួយដែលប្រឆាចទោសអាក្រក់អានឹងជាតួសមាធិសិលសមាធិសមាបញ្ញាតួបញ្ញាគឺសមាទិដ្ឋិការយល់ត្រូវទៅតាមហេតុតាមរឿងពេតយល់ថាធ្វើបន់បានបន់ធ្វើបាបបានបាបស្លាប់ឲ្យហើយទៅកើតទៀតមិនចប់តែនឹងយល់ត្រូវសមាទិដ្ឋិហ្នឹង
យល់ថាយើងធ្វើល្អបានល្អធ្វើអាក្រក់ខ្លួនយើងអ្នកធ្វើអានឹងយល់ត្រូវបើថាទៅយល់ថាអ្នកណាឲ្យយើងអត់ត្រូវទេខុសហើយយល់វាមិនត្រូវសមាមិច្ឆាទិដ្ឋិយល់ខុសសមាធិគឺយល់ត្រូវសម្មាសង្កប្បៈការត្រេះរិះត្រូវទៅតាមហេតុពិតណាមិនត្រេះរិះខុសសមាធិអានឹងជាតួបញ្ញាយើងគិតមើលសិលសមាធិព្រះធម៌84000ប៉ុនរួមមិននៅតែអដ្ឋង្គិកមៈទាំង8នេះឃើញទេ84000សម្រាប់តែឲ្យបរិស័ទនឹងអប់រំកាយវាចាចិត្តគឺអដ្ឋង្គិកមៈនឹងឯងអដ្ឋង្គិកមៈជាផ្លូវដែលឲ្យយើងបដិបត្តិរំដោះខ្លួនចេញពីទុក្ខបានទុក្ខក្នុងមនុស្សទុក្ខក្នុងទុក្ខក្នុងមនុស្សនេះទុក្ខក្នុងរំដោះកុំឲ្យធ្លាក់ទៅកាន់អបាយរំដោះខ្លួនចេញទៅកាន់សុគតិរហូតដល់ព្រះនិព្វានអ្នកដែលចង់ចេញពីសង្សារទុក្ខទៅកាន់ព្រះនិព្វានបានគ្មានពីទីផ្លូវមានតែមួយប៉ុណ្ណឹងឯងមានតែមួយប៉ុណ្ណឹងឯងតាមមិនបដិបត្តិក្នុងអដ្ឋង្គិកមៈអរិយមគ្គតែអត់រំដោះខ្លួននៅទៅវិលវល់ហ្នឹងឯងអីសូនរាយនឹងព្រះព្រំនិរតនត្រ័យក្នុងសាសនាព្រាហ្មណ៍រតនត្រ័យក្នុងសាសនាយើងគឺពុទ្ធពធព្រះសង្ឃរតនត្រ័យក្នុងសាសនាព្រាហ្មណ៍គឺព្រះឥសូរព្រះនរាយណ៍ព្រះព្រំដូនតាក៏ឃើញអើយកូនចៅឲ្យល្ងងអើយល្ងងចង់បានសុខចង់បានមានជីវិតឲ្យសួស្តីសិរីមង្គលចង់ចេញចាក់ទុកទៅកាន់ឋានសួគ៌ព្រះនិព្វានមិនធ្វើខ្លួនឯងទៅបន់ឲ្យគេមកជួយលោកឃើញលោកពិបាកចិត្តកើតសង្វេគលោកទៅសេជាអត្តបទបញ្យលកំណាប់ថាអីសូនរាយនឹងព្រះព្រំអ្នកជឿនិយមថាស័ក្តិសិទ្ធិឯព្រះសម្ពុទ្ធត្រង់ពិនិត្យឃើញថាការពិតផ្សេងទៅវិញត្រង់ឃើញអដ្ឋង្គិកមៈជាផ្លូវជាងជាត្រង់រលែងត្រង់លះបង់ផ្លូវអមខាងចេញចំណេញបានត្រាស់ពោធិញ្ញាណនេះអដ្ឋង្គិកមៈមិញជាផ្លូវរំដោះខ្លួនចេញពីសេចក្តីទុក្ខដែលឲ្យបរិស័ទមនុស្សទូទៅសាងជីវិតនឹងដោយអដ្ឋង្គិកមៈនឹងឯងមានផ្លូវតែមួយទេដល់បានតែយងញៀនណានឹងហើយពុទ្ធដីការបស់ពុទ្ធតេតងទៅក្នុងមនុស្សទេបដៅមនុស្សទេអត់នឹងឲ្យញោមញាតចាំអញ្ចឹងបើញោមមិនបដិបត្តិក្នុងអដ្ឋង្គិកមៈអរិយមគ្គទេគ្មានពិធីណាដែលចេញរួចអត់មានទេមានតែមួយគាត់ប៉ុណ្ណឹងបានបើសរុបឲ្យខ្លីផ្លូវពុទ្ធសាសនាធ្វើតែខ្លួនឯងជាផ្លូវដែលធ្វើការងារទេដោយអរិយមគ្គធ្វើខ្លួនឯងទាំងអស់កម្មតួកម្មទាំងអស់សិលក៏យើងធ្វើដែរដោយកាយដោយវាចាយើងណាសមាធិក៏យើងត្រូវអប់រំនៅដល់ផ្លូវចិត្តធ្វើមនោកម្មធ្វើការដោយចិត្តតែបញ្ញាក៏ត្រូវធ្វើដោយចិត្តដោយវិញ្ញាណសត្វកាយសត្វធ្វើការទាំងអស់កាយកម្មវិច័យកម្មមនោកម្មធ្វើការដោយកាយធ្វើការដោយវាចាធ្វើការដោយចិត្តមានតែប៉ុណ្្នឹងឯងផ្លូវបានលោកសំដែងថាយើងរក្សាសិលមុនគេអប់រំកាយវិចារដោយសិលបានបរិសុទ្ធឯត្រូវអប់រំចិត្តដោយត្រូវយកសមាធិនោះមកអប់រំនឹងសិលហើយត្រូវយកបញ្ញាមកអប់រំនឹងសមាធិទៀតបានយកចិត្តមកអប់រំបញ្ញាឲ្យមានបញ្ញាបានធ្វើអីអត់ខុសតែគ្មានបញ្ញាធ្វើអីក៏ខុសនឹងបានសិលសមាធិបញ្ញាអុយសិលលំអខាងដើមសមាធិលំអបត់កណ្ដាលបញ្ញាលំអបត់ចំបំផុតមានប៉ុណ្ណឹងឯងសូមឲ្យញោមញាតយល់ដឹងពីពុទ្ធសាសនាពុទ្ធសាសនាមិនត្រូវការទៅពឹងណាឲ្យជួយឲ្យបានតែមិនតែជួយជាសេចក្តីពិតពុទ្ធលោកបង្រៀនឲ្យធ្វើកម្មយើងទាំងអស់គ្នាដែលមានជីវិតរស់នៅសារការងារយើងធ្វើគឺកម្មហ្នឹងតើណាយកអីមកឲ្យ
โยมคำเรียนคำโสดคำធ្វើស្រែចម្ការមកសត្វតួកម្មហ្នឹងគេថាកសិកម្មណាកសិហ្នឹងក៏ដាំស្រូវដាំពោតដាំបន្លែកសិហ្នឹងកសិកម្មគឺការងារការដាំហ្នឹងហើយមានបានអីខុសហ្នឹងគុយគាត់មកបានស្អីខុសពីហ្នឹងធ្វើខ្លួនឯងហ្នឹងនេះឥឡូវបញ្យល់ថែមតិចទៀតចុះព្រះអាត្មាជឿថាញោមញាតស្ដាប់បានហើយនេះភ្នែកនឹងមូលមាត់លើចំហឲ្យស្ដាប់បាននឹងកំពុងយល់ថាมันពិបាកមកទៀតទេអ្នកភូមិនេះយល់ហើយហ៎មើលស្ដាប់ភ្នែកឡើងមូលមាត់លើចំហហ្នឹងយ៉ាងគេថាធ្វើកម្មរឿងហ្នឹងគិតមើលយើងរស់ធ្វើអីរស់សារធ្វើការងារទៅតែមិនដឹងតែខ្លួនឯងខំធ្វើការងារងប់ទៅសើដឹងគុណណាអត់ទេខំធ្វើខ្លួនឯងឥឡូវបញ្យល់ចុះពុទ្ធសាសនាព្រាហ្មណ៍គេថាព្រះអាទិទេពអ្នកសាងពិភពលោកនេះជីវិតយើងនេះគឺព្រះអាទិទេពលោកសាងឲ្យមកស្អាតបានគេថាព្រហ្មលិខិតឬទេវតាគូសឲ្យបានសុខបានទុកល្អក៏គេថាព្រះលោកទៅសេមកឲ្យតែពុទ្ធសាសនាពុទ្ធបដិសេធដាច់អត់ទេថាកម្មលិខិតទេការងាររបស់អ្នកឯងទេដែលអាចឲ្យអ្នកឯងទៅជានេះជានោះអីគឺអ្នកឯងធ្វើខ្លួនឯងទេគ្មានអ្នកណាទេអានឹងបានរឿងពេតរួចពុទ្ធសាសនាជាសាសនាដែលសម្រេចជោគវាសនាខ្លួនឯងអត់មានអ្នកណាសម្រេចទេឥឡូវបញ្យល់ឲ្យអស់ជើងចុះញោមញាណឥឡូវរៀនយើងធៀបពីការរៀនទៅចុះដោយញោមឲ្យកូនទៅរៀនសាលារៀន2ដល់10ឆ្នាំរៀនត្រឹមមធ្យមចប់វិទ្យាល័យទៅឲ្យកូនរៀនតទៀតវិទ្យាល័យចំណេះទូទៅលាយបន្តិចតិចតែណាស់ហ្នឹងដល់មហាវិទ្យាល័យគេចាប់ចំណេះហ្នឹងកូនញោមឯងចង់បានជំនាញថាអញចង់ធ្វើពេទ្យទៅរៀនទៅវិជ្ជាពេទ្យកូនញោមឯងថាអញចង់ទៅរៀនខាងការគ្រប់គ្រងទៅរៀនណាវិជ្ជាគ្រប់គ្រងញោមឯងថាទេអញចង់រៀនខាងច្បាប់ទៅរៀនទៅច្បាប់មានផ្នែកបកគេតារៀនខាងទេសចររៀនអីទៅរៀនណាហ្នឹងឯងដែលសម្រាប់ជោគវាសនាខ្លួនឯងមានណាមកបង្ខំមកយើងទៅរៀនគឺយើងពេញចិត្តចឹងណាសម្រាប់ជោគវាសនាខ្លួនឯងមានណាមកសម្រាប់ឃើញតែលោកសំដែងមិននៅតែមិនយល់ទេអ្នកណាមកសម្រាប់ខ្លួនឯងទេសម្រាប់ហ្នឹងឬដែលញោមដែរឃើញអីតែទៅរៀនធ្វើអីអញចង់ទៅរៀនដេអញចង់ទៅរៀនដេខឲ្យចង់ទៅរៀនកាត់សក់អ្នកណាមកប្រាប់អីគេខ្លួនយើងទេសម្រាប់ថាអញទៅធ្វើជាងដេកាត់ខឲ្យអញទៅធ្វើជាងកាត់សក់យ៉ាងដែរអ្នកសម្រាប់មានណាមកសម្រាប់ហ្នឹងសម្រាប់ជោគវាសនាខ្លួនឯងអត់មានណាស្អីទេហ្នឹងប្រពន្ធលោកប្រាប់ថាអញ្ចឹងបញ្យល់យើងបើយើងអត់ដឹងមួយទៀតខាងសាសនាព្រាហ្មណ៍គេថាព្រះអាទិទេពនោះប្រកែកជាងមនុស្សតែព្រះសម្មាសម្ពុទ្ធទេមនុស្សទេប្រកែកជាងទេវតាអិនបព្រំលោកប្រាប់តែអញ្ចឹងនៅតែយើងក៏មិនទាន់ជឿថាមនុស្សប្រកែកជាងទេវតាហ្នឹងនឹងសោអញយជ្រាបពពុទ្ធលោកថាមនុស្សតែគេអ្នកសាងពិភពលោកសាងអីឲ្យគុំតកើងរុងរឿងហ្នឹងមនុស្សមកទីទេពដាក់មកធ្វើឲ្យទេเราលើកឧទាហរណ៍ឲ្យយល់ទីបើប៉ុណ្ណឹងឲ្យមិនយល់មិនដឹងទៅមិនទេអស់ពិធីហើយណាបញ្យល់ឲ្យអស់ជើងឥឡូវញោមឯងដឹងហើយឥឡូវនេះពី100ឆ្នាំនេះយាយតានឹង7-8ឆ្នាំក៏ដឹងការធ្វើដំណើររបស់មនុស្សពីកន្លែងមួយទៅកន្លែងមួយបើសិនណាផ្លូវគោកមានតែដើរវិសម្ពាយដើរទៅពី100ឆ្នាំមុននោះបំនេះក៏បរទេសគោរទេសក្បីណោអ្នកពាក្យស្នែងអ្នកអីណាខណ្ឌមកផ្សារសៀមរាបដេកផ្លូវមកយប់ពីរហើយហើយជិះរទេសគោរទេសក្បីមកឬជិះសេះនោះឲ្យលឿនយ៉ាងគេបានក៏មនោម័យបើតន់ចាំទៅលឿនណាស់ចឹង
ผมនៅសល់ជីតម្រៃឥឡូវខាងជើងទឹកអ្នកទន្លេអ៊ំទូមានអ៊ំច្រវាអ៊ំចៅដាក់ក្តោងដាក់អីទៅមានគ្រឿងម៉ាស៊ីនណាសត្វតាពិបាកវាសងៃបាត់អស់ហើយឃើញតែយ៉ាងហើយបំផុតក៏មានកង់ជិះដែរឃើញទេមានដល់យន្តហោះលើមេឃទៀតរួចឆ្លងទឹកមានកណូតមានម៉ាស៊ីនក៏បានអានឹងអ្នកណាធ្វើมันមនុស្សធ្វើទេมันមនុស្សប្រកែមានទេវតាណាមកធ្វើឲ្យអត់ទេអានឹងប្រពន្ធលោកថាកម្មទេការងារទេដែលសាងពិភពលោកឲ្យចម្រើនលូតលាស់ដោយគ្រឿងសម្ភារៈអ្នកដែលសាងលោកគឺមនុស្សនឹងឯងដែលធ្វើការងារនេះកម្មនេះសោះលើអមិនទៅជែកមិនថាមែនទេហ្នឹងមែនទេអ្នកណាទៅធ្វើកង់ធ្វើម៉ូតូនោះទៅឡានទៅយន្តអនណាបិណ្ឌមនោហ្នឹងប្រពន្ធលោកប្រាប់តែអញ្ចឹងឬលោកសំដែងថាមនុស្សហ្នឹងប្រកែស្អីក៏ទៅពីមនុស្សទាំងអស់មនុស្សធ្វើខ្លួនឯងឲ្យទៅជាស្អីក៏បានយើងថាទេវតាប្រកែជាងមនុស្សតែមនុស្សថាមិនថាប្រពន្ធថាមនុស្សទេប្រកែជាងទេវតាបើមនុស្សមិនបានអប់រំកាយវាចាចិត្តខ្លួនឲ្យស្អាតល្អក៏មិនមានទេវតាដែរបានក្នុងពុទ្ធសាសនាលោកថាថ្នាក់យើងអប់រំចិត្តមាន4ថ្នាក់មនុស្សនេះអប់រំចិត្តហ្នឹងចិត្តទី1ឈ្មោះកម្មាវិជ្ជាកុសលចិត្តប្រកបដោយកុសលធម៌ល្អទៅវាជាប់ជំពាក់នឹងកាមគុណ5មិនទាន់លះអស់រូបសម្លេងក្លិនរស5ហ្នឹងនេះអានេះកម្មាវិជ្ជាកុសលចិត្តដល់មនុស្សនោះអស់ជីវិតទៅកើតក្នុងឋានសួគ៌ទេវតា6ជាន់ព្រោះទេវតាជាប់ដោយកម្មគុណដែលយើងដែរទេវតាចេះរំសបាយរំច្រៀងមានប្រពន្ធកូននេះដូចតែយើងអញ្ចឹងដែរគេណាអ្នកដែលអប់រំចិត្តថ្នាក់កម្មាវិជ្ជាកុសលចិត្តអស់ជីវិតទៅកើតទេវតាកម្មាវិជ្ជាអសូរហ្នឹងចុះបើអប់រំចិត្តឲ្យខ្ពស់ជាងនឹងទៅទៀតខោរូបាវិជ្ជាកុសលចិត្តនឹងអប់រំដោយចម្រើនសមាធិកម្មដ្ឋានអប់រំចិត្តឲ្យកើតឲ្យដល់បឋមឈានទៅដល់អស់ជីវិតទៅកើតក្នុងព្រំក្នុងឋានព្រំ6ដណ្ដប់ចិនដែលមានរូបដែរប៉ុន្តែឈានមានតាមឋានៈមានឈានទី1ទី2ទី3ទី4ទី5ចឹងទៅអាយុទៅកើតក្នុងឋានព្រំមានរូប16ជាន់អប់រំចិត្តឲ្យខ្ពស់មកថ្នាក់ទីអរូបាវិជ្ជាកុសលចិត្តគេចម្រើនចិត្តដោយមិនយករូបមកជាទីតាំងតែយករបស់ដែលអត់ល្អឡើយមិនមានដោយអាកាសវាទីល្អឡើយជាងកៅអរូបាវិជ្ជាកុសលដល់អស់ជីវិតទៅកើតក្នុងព្រំអត់រូប4ជាន់ថ្នាក់ទៀតខ្ពស់បំផុតដល់លោកុត្តរចិត្តជាចិត្តរបស់ពួកព្រះអរហន្តព្រះអរិយញ៉ាំងកិលេសក្រោតក្រៀតកិលេសចិនកណ្ដាលឲ្យអស់ទៅអស់រលីងហើយលោកុត្តរចិត្តលោកបាននិព្វានកិលេសតាំងពីមានលោកជីវិតរស់នៅដល់លោកអស់ជីវិតเขาនិព្វានខណ្ឌអានឹងឆ្លងលោកណាយឆ្លងផុតទៅកាន់និព្វានលែងមានអីមើលមិនទៅពីមនុស្សយ៉ាងមិនទៅពីមនុស្សរំៃណាមិនទាន់ជឿទេមិនទាន់ជឿទៅមនុស្សទេតែជឿមិនជឿបើមិនជឿថាទេហើយទៅតែมันមនុស្សมันប្រកែមិនមាននៅទៅរត់ដែលមានពួកហ្នឹងប៉ុន្តែយើងវានៅតែជឿថាទេវតាណែប្រកែជាងមនុស្សនោះអត់ទេណាកុំល្ងងជ្រៅពេកតែបានណាអានឹងយើងល្ងងវាជ្រៅពេកអញ្ចឹងបានเราឈប់ល្ងងទៅយកបញ្ញាមកគិតបានប្រពន្ធអសិលសមាធិបញ្ញានេះគេដឹងខុសត្រូវនោះនេះប៉ុណ្ណឹងហើយមើលទៅបែបមុខមិនសូវស្រួលមុខក៏ហមខឹងអីទេថាឲ្យធ្ងន់ពេកធន់មិនបានណាមើលតាមបណ្ណាបញ្ញ័យតែប៉ុណ្ណឹងសិនចោលគ្រាន់តែកែថាពុទ្ធសាសនាទាក់ទងទៅនឹងមនុស្សរស់តែប៉ុណ្ណឹងហើយបានហើយឲ្យយល់ប៉ុណ្ណឹងហ្នឹងចាម្ល៉េះហើយធ្វើឲ្យព្រះអង្គសម្ដែងហើយ84000ជាអរិយមគ្គជាអថង្គិកមគ្គនឹងឯងសរុបមកសេចក្តីនៅ
សម្រាប់តែឲ្យមនុស្សទេអប់រំកាយវាចាចិត្តបញ្ញាដកខាត់ជំរះខ្លួនឯងអាថង្គិកមៈមានថ្នាក់លោកីនិងលោកុត្តរៈថ្នាក់លោកីយកអាថង្គិមៈមកប្រើប្រាស់ក្នុងជីវិតដែលយើងរស់នៅនេះធ្វើការរស់ស៊ីអីណាប្រកបយើងជីវិតយើងសុភមង្គលហើយដល់យើងញ៉ាំងចិត្តឲ្យខ្ពស់ទៅទីជំរះកិលេសអត់ទៅបានចំកបំផុតបានចេញផុតពីសង្សារទុក្ខនៃចេញពីលោកទាំង3នេះទៅកាន់ព្រះនិព្វានបានមានផ្លូវមានប៉ុណ្ណឹងហើយពេលដែលយើងគិតទៅស្រួលបំផុតព្រះពុទ្ធសាសនាមិនជំពាក់គុណណាទេខំទៅតែខ្លួនឯងទៅបានហើយកុំទៅស្រែកហៅណាឲ្យគេជួយមិនបានទេព្រះពុទ្ធលោកសម្ដែងថាយាតិសង្ឃបបតេពីជាងតាតិសង្ឃលបតេផលੰកល្យាណករិយកល្យាណੰបាបករិយជាបាបកੰនេះជាពុទ្ធិកាពុទ្ធភាសិតប្រែជាខ្មែរថាបុគ្គលសាបព្រោះពូជបែបណារមែងបានផ្លែផ្កាបែបនោះយកស្រូវទៅផ្សារព្រោះតែផ្លែមកស្រូវហើយសាបព្រោះស្រូវខ្សាយផ្លែមកស្រូវខ្សាយសាបព្រោះស្រូវតំណាបផ្លែផ្លូវតំណាបយកក្របពូជពោតទៅសាបព្រោះផ្លែមកពោតយកលពៅទៅសាបទៅព្រោះតឡាយតែផ្លែអាសាបព្រោះពូជណាបានអានឹងឯងមកវិញច្បាស់ណាស់មិនណាដាំឃ្លោកទៅកើតអលឹកវាមិនដែលមានទេតែដាំឃ្លោកផ្លែឃ្លោកដល់ហ្នឹងបុគ្គលសាបព្រោះពូជបែបណារមែងបានផ្លែផ្កាបែបនោះសំដៅអាហ្នឹងទៅលើការយើងដាំពូជហ្នឹងគឺយើងធ្វើនឹងឯងបុគ្គលធ្វើអំពើល្អនឹងបានផលល្អបុគ្គលធ្វើអំពើអាក្រក់នឹងបានផលអាក្រក់ផ្ដល់ឲ្យមកវិញតែខ្លួនយើងអ្នកធ្វើទាំងអស់នេះជាពុទ្ធិការបស់ព្រះពុទ្ធនោះច្បាស់លាស់ប៉ុណ្ណឹងហើយបានត្រូវអត់ត្រូវជឿណាទេត្រូវតែខំធ្វើកាយវាចាចិត្តខ្លួនស្អាតជាបរិស័ទរបស់ព្រះពុទ្ធហើយតាមបានទេហើយស្រួលណាស់ប៉ុន្តែញោមញាតក៏មិនចេះយល់អាត្មាថាវាតឹងទ្រូងតឹងទ្រូងឃើញញោមហើយខ្លួនកាន់ពុទ្ធសាសនាតែដល់បដិបត្តិគោរពពិធីសាមិនឃើញធ្វើពិធីសាសនាឃើញទៅធ្វើតែពិធីដទៃអាមាខំចោចាអាត្មាទេសនាប្រាប់តាថាសត្វប្រោខំអង្គុយមេឃពោទៅស៊ីផ្លែជ្រៃមិនអង្គុយមេឃពោមិនបានមិនស៊ីផ្លែពោទៅស៊ីផ្លែជ្រៃទៅវិញផ្លែពោគឺអថង្គិកមៈសិលសមាធិហ្នឹងឯងផ្លែរបស់ដំពោដែលប្រពន្ធលោកសំដែងមិនស៊ីផ្លែជ្រៃផ្លែជ្រៃហ្នឹងទៅសាសនាដទៃតើឥឡូវឈប់